ពិតជាស្រស់ស្អាតមែនទែនប្រាសាទបាយ័ននៅពេលរាត្រីទឹកដីនៃខេត្តសៀមរាបទឹកដីបេតិកភណ្ឌនិងសម្បត្តិវប្បធម៌ដ៏អស្ចារ្យដែលកំពុងតែលម្អខ្លួនដោយភ្លើងពណ៌ដ៏ស្រស់ស្អាតគយគន់មិនណាយទស្សនាហើយចង់មកទស្សនាទៀតស្រស់ស្អាតគ្មានពីរនៅលើលោកទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាយ៉ាងច្រើនកកបងប្អូនជួយសៀមអ្នកមួយផងបាទដើម្បីឲ្យពិភពលោកបានឃើញសម្បត្តិបេតិកភណ្ឌនិងវប្បធម៌ខ្មែរដ៏អស្ចារ្យមួយនេះស្អាតណាស់ណែបងប្អូនអើយត្រីច្រើនណាស់បាល់រំដំមានដូចជាត្រីផ្ទក់ត្រីអណ្ដែងត្រីក្រែងត្រីផ្សេងទៀតជាច្រើនឡើងកកកុញពេលទឹកវាខាចេះទៅមានត្រីតូចច្រើនត្រីធំអត់សូវមានដើមវាចិនត្រីទៅរត់ទឹកថ្មីអើយត្រីស្រែស្រស់អត់មានជាតិគីមីវងតែចែកជាងគ្នារកកន្លែងទឹកអើយទៅឯណារួចបើទឹកខាអស់ហើយមានតែមួយចូលផកបានរួចខ្លួនខ្លះលេខតែឡើងកកសារត្រីផ្ទក់ត្រីកំភ្លៀងច្រើនណាស់ស្រស់នោះហើយច្រើនណាស់សត្វតាទាលំចេះតែដើមស្រោចិនល្អិតអស់ហើយស្រោកំពុងកើតផងមើលឡើងធំគេកំពុងសបាយស៊ីក្របស្រោច្រើនសម្បើមលែប្រហែល1000-2000ទាដើឡើងសេដើមស្រោវាទន្ទ្រានស៊ីអស់មួយចំហៀងបាត់ហើយចាស់ស្រោតាមតែនគិតមិនវិញទៅនោះឬក៏ស្រោមចាស់ទីបាទភ្លេងទាមកឲ្យស៊ីឡើងសក់ក្បោះស្រោនេះក៏កើតដល់ហើយគួរឡើងធំហើយដើមស្រោឈូលល្អទៀតណាដល់ចេះទារត់បំបុកដូរតិចអ្នកណាធ្វើឲ្យខ្ទមនាងគឺល្អម្ល៉េះមានភ្លើងពឿដាក់ខាងក្នុងទៀតខ្ញុំយៈសត្វតែជ្រូករត់លេងគ្នាលេងសោះឯស្មានថាអ្នកណាគេមកធ្វើអីជ្រូកស្បែករត់លេងភ្លើងពឿដល់ហើយអស់ទឹះហ្មងត្រង់ជ្រូកនេះចង់លួយជាងទៅក្រៅអូខេជ្រូកវាស់ជាធំលឿនជាមិនខាតណែបងប្អូនមើលត្រីនេះខំប្រឹងឡើងច្រើនទោះមានទឹកហូរមូរីរៀងយ៉ាងណាក៏ខំប្រឹងតស៊ូឡើងអត់ទៅបានអត់ងាករេចេះទៅខ្លួនឡើងច្រើនបានជឿអង្គមកឡើងប្រសាយទាំងតូចទាំងធំឡើងមកតគ្នាទឹកហូររ៉ែទៀតគេសប្បាយនឹងគ្នាលេងទឹកហូណេះគវិក្វិតដល់ក៏អើយស្រែកសាទបបក់ត្រីអន្តិតខាងនោះខំក្រាបឡើងវីរឹមតែបានជាប់ភ្លើងទូចទៅក្នុងទឹកសំអាងតែរាងគេស្អាតក្បាច់ក្បូរមិនធម្មតាអន្តិតពាកបែនក្រឡើងមើលមុខឡើងប្រហើញញ៉ៃស្រែកសាទចាប់បោះទម្លាក់ក្នុងទឹកឥឡូវកូនពោផងណែអ៊ីនេះជីមតូទូថាយ៉ាងរំភើយលយរបស់កើតពិតជាអស្ចារ្យមែនទែនមនុស្សភាគតិចណាស់ដែលធ្វើបានដូចកើតថានៅលើក្បាលកញ្ចប់ល្អទៀតហើយប្រឡែងដៃមួយមកចាក់ថ្មីយ៉ាងរំភើយចំណែកតុវិញពឿលើនឹងពឿក្រហមជឹបនឹងអើយស្អិតល្អម្ល៉េះដូចជាផ្លែកមិនម៉ូតូក៏បើករឿងលឿនដែរតែរបស់កើតប៉ះខ្យល់អត់រសាដល់ចេះឆ្ងល់តើនេះខ្ញុំសុំឆ្ងល់មួយរឿងអីពងមន់គេថាពងមន់ពងទាគេថាពងទាពងកងានគេថាពងកងានមិនតែពងមនុស្សគេហៅពងកដយ៉ាងណាដឹងខ្ញុំមានពាក្យមួយឲ្យឯងនិយាយត្រូវ10ដងខ្ញុំមានវឿនអើយថាតាមខ្ញុំទឹកចលុចនិយាយបាន10ដងហើយនិយាយត្រូវមានវឿនអើយទឹកចលុចនេះធ្វើអីហូបបាយនេះខោប្រហុកទៀតដែរចាំសាលមិញចុយប្រហុកញ៉ាំប្រហុករងាយទៅដល់ធ្វើឲ្យស៊ីចិត្តស៊ីតោលអ៊ូច្រើនណាជុំនេះបងប្អូនគេកំពុងសែងឲ្យតាណាទេនេះ7-8នាក់ដើរតួយ៉ាងលឿនមេឃល្ងិតហើយបែបផ្សេងទៀតក្រេស្នែងពឿក្រហមហើយស្ងាត់ជ្រាបខ្ញុំឃើញហើយលងព្រឹកក្បាលសំពោរុំដៃរុំជើងឡើងបាសជ្រោមចុះបើបងប្អូនជួបប្រទះបែបនេះមានអារម្មណ៍ម៉េចវិញ